บางคนอยู่trongភ្លឺខ្លាំងបងប្អូនត្រូវដុតចំគៀងដាក់សម្លេង2មកគឺភ្លឺខ្លាំងបងប្អូនមើលហើយនេះគឺភ្លើងឆេះខ្លាំងហើយយើងដុតបានហើយបងប្អូនឥឡូវនេះដុតបានហើយងាយងាយនេះហើយមើលហើយនេះគឺឆេះងាយសួស្តីបងប្អូនអរគ្នាបាទឥឡូវនេះខ្ញុំមកបង្ហាញពីរបៀបធ្វើចង្គៀងដែលយើងដាច់ភ្លើងដាច់អីរាល់ថ្ងៃដែលយើងចង់ប្រើចង្គៀងជាមួយនឹងពីមុនយើងធ្លាប់ប្រើចង្គៀងជាមួយនឹងប្រេងឥឡូវប្រេងឡើងថ្លៃប្រេងកាត់ឡើងថ្លៃប្រេងសាំងឡើងថ្លៃអញ្ចឹងយើងអត់មានអីចឹងយើងមានតែអង្ករចំនួនពីដើមមានអង្ករមានទឹកមានខ្លាញ់និងមានសម្លៃយើងត្បាល់ស្លឹកត្រចៀកយើងមកយ៉ាងតែកេះមួយមកយើងយកមកដើម្បីធ្វើជាចង្គៀងអាចប្រយុទ្ធពើរហ័សដាច់ភ្លើងអីអានេះអាចបានយូរបងប្អូនអាចបាន2ទៅ3ថ្ងៃឃើញវីដេអូផុសមកឥឡូវយើងធ្វើសាក់មើលតើធ្វើបានអត់តោះ Let's go អរគ្នាតោះវិធីធ្វើគឺបងប្អូនគឺយើងចាក់ទឹកចូលសិនចាក់ទឹកចូលឲ្យលិចអង្ករមកបងប្អូនចាក់វាលិចអង្ករប៉ុណ្ណឹងមកបន្តមកទៀតគឺយើងចាក់ខ្លាញ់ចូលចាក់ខ្លាញ់ចូលបងប្អូនចាក់ខ្លាញ់លិចដែរខ្លាញ់ប៉ុណ្ណឹងបងប្អូនបន្តមកទៀតយកសម្លៃយើងមកអាសម្លៃយើងទិញមកពីផ្សារហ្នឹងសម្លៃយើងទិញមកពីផ្សារបងប្អូនយកមកហើយយើងកាត់ចុងវាចោលសិនយើងកាត់ចុងវាចោលកាត់វាប៉ុណ្ណឹងមកហើយយើងជ្រលក់អស់ប្រេងយើងទីមកហើយយើងដុតទៅបងប្អូនដុតធ្វើនេះគេមើលតែឆេះបងប្អូនមើលសាក់មើលមានឆេះចឹងបងប្អូននេះបងប្អូនយើងដុតកេះចឹងមកឆេះបងប្អូនមើលចាំមើលវាឆេះរីកដាល់អត់វារៀលអត់អាយ៉ាបានយូរអត់មើលទៅកើតអាយ៉ាឆេះយូរទៅបងប្អូនធ្វើបានតែអត់នេះធ្វើបានតាបងប្អូនមើលហើយនេះវីដេអូនេះពិតជាអយមែនឥឡូវនេះខ្ញុំធ្វើបានហើយបងប្អូនឥឡូវនេះយើងធ្វើចង្គៀងដាត់ភ្លើងបានរួចហើយបងប្អូន Let's go ងាយបងប្អូន